ចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាคลิปវីដេអូនេះអាត្មាភាពលើកយកអំពីរបស់4យ៉ាងដែលនៅក្នុងជីវិតរបស់យើងដែលយើងមិនអាចសុំបានបងទី1គឺជរានិងទី2គឺការឈឺនិងទី3គឺសេចក្តីស្លាប់និងទី4កម្មផលរបស់យើងបងទាំង4នេះដែលនៅក្នុងដំណើរជីវិតរបស់យើងដែលយើងមិនអាចសុំបានជរាគឺមានន័យថាជីវិតរបស់យើងកើតមកហើយតែងតែចាស់ជារឿងធម្មតាទី1ដែលរបស់យើងមិនអាចសុំបានបងទី2គឺឈឺយើងត្រូវយល់ដឹងអំពីដំណើរជីវិតរបស់យើងថាមនុស្សយើងតែងតែកើតមកហើយតែងតែកើតចាស់ឈឺស្លាប់ជាធម្មតានៅក្នុងដំណើរជីវិតរបស់យើងមិនអាចប្រឆាំងបានឡើយបងអញ្ចឹងការឈឺនេះក៏យើងមិនអាចសុំបានដែរទី3គឺសេចក្តីស្លាប់បងសេចក្តីស្លាប់ក៏យើងមិនអាចសុំបានដែរចឹងមានន័យថាជីវិតរបស់យើងនេះតែងតែកើតមកហើយស្លាប់ទៅវិញគឺជារឿងធម្មតានឹងឯងទី4គឺកម្មផលកម្មរបស់យើងកើតមកចង់មានន័យថាយើងសាងកម្មបែបណាយើងនឹងទទួលផលបែបនោះយើងមិនអាចឲ្យអរិយអ្នកតាឬទេវតាប្អិនណាមួយមកទទួលកម្មផលដែលយើងបានសាងនោះឡើយយើងមិនអាចទេយើងចង់មានន័យថាយើងធ្វើនៅអំពើអាក្រក់គឺយើងទទួលបាននៅផលអាក្រក់យើងធ្វើនៅអំពើល្អគឺយើងទទួលបាននៅផលល្អនោះហើយគឺកម្មផលមិននេះគឺជារបស់ទាំង4ដែលនៅក្នុងដំណើរជីវិតរបស់យើងដែលយើងមិនអាចសុំបានបងចឹងមានតែញាតិញោមទាំងអស់គ្នាយល់ដំណើរអំពីធម្មជាតិនោះជីវិតរបស់យើងនឹងមិនមានសេចក្តីទុកឡើយព្រោះថាយើងយល់អំពីដំណើរកើតចាស់ឈឺស្លាប់ជារឿងធម្មតាជារឿងដំណើររបស់ធម្មជាតិយើងមិនអាចប្រកែកបានឡើយនោះជីវិតរបស់យើងទើបមិនសូវមាននៅសេចក្តីទុកនៅពេលបច្ចុប្បន្នសូមសុខចម្រើនទាំងអស់គ្នា